បាទបងស្រីម្នាក់បាទពេលនេះគណៈនេះបងស្រីម្នាក់បានដឹកគោមកកន្លែងសាលាសង្កាត់តែម្ដងបាទបងមានមូលហេតុអីដែរបងនោះស៊ីស្វែអត់តាំងតកាហួងថ្ងៃបាទឥឡូវបងចងនឹងតុងជាតិសិនទុកឲ្យសង្កាត់គាត់មកដោះស្រាយបាទចងទៅដោះបាទគឺអាណិតគាត់ណាស់បាទអាណិតគាត់ណាស់បាទគាត់មកដល់សង្កាត់ដើម្បីឲ្យរោដំណោះស្រាយជូនគាត់បាទពេលនេះគាត់មកដល់កន្លែងសាលាសង្កាត់តែម្ដងបាទគាត់ចាប់គោមកកន្លែងសាលាសង្កាត់តែម្ដងបាទហើយស៊ីដំណាំបងឬក៏យ៉ាងណាបងបាយទុំហើយថងហ្មងទៅហើយនេះនងតកាបាទម្ចាស់គោបានឬហើយបាទសូមរោដំណោះស្រាយជូនគាត់ផងបាទចាប់តិចបានវាអត់នេះចាប់តិចយកមកចងចាប់តិចដើរតិចមកហ្នឹងហើយដឹកតិចអូថ្ងៃយកដបងវាយពីក្រៅមែននេះបាទគណៈពេលនេះបាទគាត់អូគោនេះគឺមកកន្លែងសាលាសង្កាត់ដើម្បីឲ្យជួយរោដំណោះស្រាយជូនគាត់ព្រោះអីគោហ្នឹងស៊ីដំណាំគាត់អស់ច្រើនស៊ីតែខ្វាយខ្ញុំតាំងតការងថ្ងៃទេបាទអូនឯងវាយពីក្រៅមកទៅអត់មិនបានហើយតែឆងទៀតណយឲ្យមើលតែឲ្យឆងស៊ីនោះទៅចងកន្លែងតុងជាតិនោះទៅឲ្យសង្កាត់ក៏ដោះស្រាយឲ្យដេញពីក្រោយបាទពេលនេះបងស្រីចាហឿងគេហៅចាហឿងបាទចាហឿនបាទគឺជើងខ្លាំងប្រចាំនៅអូស្មាច់នេះបាទពេលនេះកំពុងតែចាប់គោទៅកន្លែងសាលាសង្កាត់តែម្ដងបាទវាមិនចូលទេគោនោះចងជាប់នោះចងជាប់នៅប្រកាន់ដៃមុខសាលាសង្កាត់គេមកជាប់ទៅបាទចាហឿងបាទចាហឿងជើងខ្លាំងប្រចាំចងវប់ហ្នឹងហើយប្រចាំនៅមាត់ច្រកអូស្មាច់នេះដែរបាទដែលគាត់មានសម្លេងបោះឈ្មោះល្បីដែរពេលនេះគាត់ដឹកគោមកកន្លែងសាលាសង្កាត់នេះដើម្បីឲ្យជួយរកដំណោះស្រាយជូនគាត់បាទគួរអស់សំណើចបងបាទពេលនេះហើយបងស៊ីអស់ប្រហែលតកាដែរបងជំរាបសួរបាទអស់3ម៉ែត្រតិចតកានេះជាច្រើនមកហើយចាប់បានហ្នឹងហើយអូតែចាប់បានចោលហើយហ្នឹងហើយម៉ោង1ម៉ោង2យប់ក៏វាចូលស៊ីដែរវាទៅហៅគាត់ណាអូបាទឆ្លៃយើងគ្របដល់កណ្ដាស់កសែតវាឈ្មោះស៊ីដូចចោលអញ្ចឹងអូបាទពេលនេះបាទគាត់ថាស៊ីច្រើនខែច្រើនថ្ងៃហ៎ច្រើនថ្ងៃបាទហើយច្រើនថ្ងៃមកហើយបាទទៅចាប់បានចោលណាមកឃើញបាទទៅចាប់បានចោលបាទអូបាទស៊ីណាស៊ីប៉ះបងធំនៅអូស្មាច់ទៀតមិនធម្មតាណាបងធំបងទូចអីទេខ្ញុំដាំដំណាំខ្ញុំចង់បានផលអ្នកឯងចាំសัตว์គាត់អ្នកឯងត្រូវមើលដែរអូខេឥឡូវបាទពេលនេះខ្ញុំបាន live វីដេអូហើយបាទបើសិនជាអាជ្ញាធរសង្កាត់បាទបានឃើញសូមមេត្តាជួយដោះស្រាយជូនគាត់ផងបាទជួយដោះស្រាយយូរអត់មានឃុំសង្កាត់ណាជួយដោះស្រាយលេងដូចវងឆ្កែហ្នឹងណាគាត់ចុះកន្លងមកបងធ្លាប់មកប្តឹងនៅភូមិសង្កាត់ដែរខ្ញុំនៅធ្លាប់ស្នើនៅវត្តណាសូមឲ្យម្ចាស់គោមានខ្សែចងគោកុំឲ្យប្រឡែងពេញភូមិពេញវាអញ្ចឹងហើយចុះធ្លាប់មកប្តឹងអាជ្ញាធរសង្កាត់ទេខ្ញុំអត់ដែរចាប់គោបានតែខ្ញុំធ្លាប់ស្នើពេលឯកឧត្តមមកវត្តមកអីនេះស្នើរឿងគោចុះរឿងអីគោដើរពេញភូមិមិនដែរណាបាទពេលនេះគាត់បានថាស្នើដល់អាជ្ញាធរដែរបាទតាពេលនេះឥឡូវគោគាត់ចាប់បានហើយបាទចាំមើលអាជ្ញាធរដោះស្រាយជូនគាត់បាទហើយបងចង់ទៀមទាសំណងមិនដែរបងខ្ញុំបានទៀមទាអីទេសូមឲ្យម្ចាស់គោចេះមានខ្សែមានចំណងចងមកកុំឲ្យប្រឡែងចេះខ្ញុំបានយកអីទេបាទគណៈពេលនេះដែរបាទបើសិនជាបាទសាលាសង្កាត់អូស្មាច់បាទបានឮការឡាយនេះហើយបាទសូមដោះស្រាយជូនគាត់ផងបាទខ្ញុំបានទៀមសំណងអីទេខ្ញុំសូមឲ្យម្ចាស់គោមានខ្សែចងឲ្យចេះមើលចេះថែរបស់មិនមែនលេងចោលដូចឆ្កែក៏លេងបានតែគោលេងអត់បានទេខ្ញុំទៅហើយខ្ញុំដាក់ឲ្យបាន